បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូនៅបង្ហាញអ្នកទាំងអស់គ្នាអំពីការដាក់ជាផលគុណកត្តាតាមវិធីគុណខ្វែងដែលប្រសំខាន់សម្រាប់បងប្អូនថ្នាក់ទី9បាទអញ្ចឹងចំពោះចំណុចនេះលោកគ្រូនឹងចែករំលែកបងប្អូនចំនួន2លំហាត់គឺលំហាត់កនិងលំហាត់ខឥឡូវលោកគ្រូនឹងធ្វើលំហាត់ដើម្បីបញ្យល់បងប្អូនទាំងអស់គ្នាតែម្ដងបាទអញ្ចឹងក្នុងការធ្វើវិធីគុណខ្វែងបងប្អូនអាចដាក់បែបនេះដោយលោកគ្រូក៏បានមិនបាច់ដាក់កន្លោននឹងក៏បានបាទតែបងត្រូវចាំថាកន្លោនទី1និងទី2នេះបងត្រូវធ្វើយ៉ាងណាគុណគ្នាទៅឲ្យចេញកន្សោមក្បាលដំបូងនេះឲ្យចេញអិចការ៉េបាទហើយអាកន្សោមទី3និងទី4នេះកន្លោនទី3និងទី4នេះបងត្រូវគុណគ្នាយ៉ាងណាឲ្យចេញអាចុងក្រោយនេះបាទហើយកណ្ដាលនេះយើងកុំអាគិតបាទតែបងត្រូវដឹងថាកណ្ដាលនេះត្រូវបានចេញពីផលគុណរវាងអានេះនិងអានេះគុណបញ្ចូលគ្នាបូកឲ្យអានេះគុណអានេះចូលគុណបញ្ចូលគ្នាបាទបងប្អូនធ្វើទៅឃើញស្មើនឹង 5x បែរថាបងប្អូនអាចយកជាការបានបាទអញ្ចឹងឯនេះយើងស្រួលទេ x ការ៉េយើងគាត់ទៅយក x គុណ x គុណ x ស្មើនឹង x ការ៉េហើយចំពោះដក14នេះបងអូនត្រូវធ្វើយ៉ាងណាដាក់វាទៅគុណទៅជា14បាទចេញដក14បាទពេលខ្លះយើងគុណនឹងអាចទៅសេបានដក14គុណនឹង1ចេញដក14គុណនឹង1គឺវាចេញដក14ដែរបាទតែពេលបងប្អូនធ្វើការគុណខ្វែងទៅ x គុណនឹង1 x គុណ1ស្មើនឹង x ដក14គុណ x មកជាដក 14x យើងស៊ីសងគ្នាទៅឃើញដក 13x បាទតែវាអត់ស្មើនឹងកណ្ដាលនេះទេអូខេអញ្ចឹងបងអូនមិនអាចយកជាការបានទេបាទអញ្ចឹងបងអូនត្រូវកែសម្រួលវាម្ដងទៀតបាទយើងត្រូវកែសម្រួលវាម្ដងទៀតរហូតតែយើងស៊ីសងវាទៅចេញកណ្ដាលនេះចាឥឡូវបើលោកគ្រូដាក់ខាងនេះដក7ហើយនឹង2បាទដក7គុណ2ក៏ចេញដក14ដែរឥឡូវបងអូនធ្វើការគុណទៀត x គុណនឹង2បងអូនយកខាងនេះគុណខាងនេះបានជា 2x ដក7គុណនឹង x បានជាដក 7x អូនស៊ីសវាទៅវាស្មើប៉ុន្មានដែរវាស្មើនឹងដក 5x ក៏មិនទាន់ត្រឹមត្រូវដែរព្រោះថាទូកណ្ដាលយើងនេះគឺ 5x ហើយអ្វីដែលយើងធ្វើនេះឃើញដក 5x អញ្ចឹងបងអូនទីមទាបងអូនធ្វើការកែតម្រូវវាម្ដងទៀតបាទអញ្ចឹងបងអូនកែតម្រូវរហូតតតែត្រូវទើបយើងអាចយកជាការបានអញ្ចឹងចុងក្រោយលោកគ្រូឲ្យដាក់7គុណនឹងដក2ម្ដងមិនយើងដាក់ដក7គុណនឹង2ក៏ចេញស្មើដក14ដែរចុះបើលោកគ្រូដាក់7គុណនឹងដក2វិញស្មើប៉ុន្មានក៏ស្មើដក14ដែរខ្ញុំធ្វើការគុណខ្វែងម្ដងទៀត x គុណនឹងដក2ចេញដក 2x x គុណនឹង7បែរជាបូក 7x យកបងអូនធ្វើការស៊ីសងវាទៅយើងឃើញប៉ុន្មានដែរឃើញ 5x អូខេអញ្ចឹងស្មើនឹងទូកណ្ដាលនេះនៅស្មើហើយបើស្មើហើយយើងអាចទាញបានថាយើងអាចទាញបានថាគេបាន x ការ៉េបូកឲ្យ 5x ដល់14នេះស្មើនឹងអូនយកនេះដាក់ជាផលគុណកត្តាគុណឲ្យខាងនេះដាក់ជាផលគុណកត្តាបាទមកជា x បូកឲ្យ7ដាក់មកកត្តាមកណាដាក់មកកត្តាមកដល់ពុទ្ធដាក់មកកត្តាមកហើយខាងនេះគឺដាក់មកកត្តាដែរមកបាទជា x ដកឲ្យម៉ានដកឲ្យ2នេះઅહીંសញ្ញាដកពុទ្ធដាក់ដកអូខេឥឡូវយើងដើម្បីឲ្យកាន់ច្បាស់យើងចូលដល់លំហាត់មួយទៀតបាទដូចគ្នាដែរបងអូនអាចធ្វើតាមគ្រូបែបហ្នឹងមកតែបងអូនចង់ដាក់វាយកក៏បានមិនដាក់កន្លោនយកក៏បានណាមិនដាក់កន្លោនក៏បានដាក់តលេខមកហ្មងណាបាទតែបើយើងបងអូនដាក់កន្លោនដល់គ្រូក៏វាស្រួលដែរជានេះ x ការ៉េ 4x ការ៉េយើងលោកគ្រូទៅដាក់ 2x គុណនឹង 2x បាទពេលខ្លះបងឯងដាក់ 4x គុណនឹង x ក៏ចេញ 4x ការ៉េដែរបាទតែឥឡូវលោកគ្រូសុំដាក់ 2x គុណនឹង 2x មុនបាទយើងធ្វើការរាវដែរហ្នឹងណាហើយនេះលោកគ្រូដាក់15នោះដាក់5គុណ3ចុះ5គុណនឹង3អូខេ5 3ដល់មក15ឬក៏3គុណ5ចុះបាទឥឡូវយើងគុណខ្វែងសាក់មើលសិន 2x គុណនឹង3បានទៅជាប៉ុន្មានបានទៅជា 6x 2x គុណនឹង5បានប៉ុន្មានដែរបាន10x អញ្ចឹងពេលនេះ 6x បូក 10x ស្មើប៉ុន្មានបាន 16x
chạy đòn ấy dương đã máu lâu tầm đó bà chẳng biết khác ca thư về tí con khoai đấy dương đã thức lâu tầm đó vì khác dương thư thư đã tầm 4 คือ lâu được là này chẳng dương thư là bay đo tụi rồi trời bà anh ấy mà dương đã khó ai dương thư đi chùn thịt ta tạm này gặp bây dương lâu giống như tim mà nè mày nhé dân kỳ bàn ấy đã kỳ bán buôn ấy rễ bột ơi đập mũi ếch bột ơi đập rám smile man smile nó đã mặc tàn móc bây giờ pH បូកឲ្យ5មែនទេគួរឲ្យម៉ានអានេះគួរសេទៅមុខអត់គួរសាកមកក្រុមចឹងណាព្រោះនឹង pH បូកម៉ានបូកឲ្យ3បាទអញ្ចឹងយើងមានតែប៉ុណ្្នេះទេជួបជាមួយលោកគ្រូនៅក្នុងវីដេអូបន្តទៀត